មនុស្សជាច្រើនប្រាប់ថាបើនៅមិនទាន់ប៉ះពាល់ខ្លួនប្រាណគ្នាបែបនេះគួរតែមិនហៅថាក្បត់ឡើយតែសំណួរគឺបើគេមិនបានប៉ះពាល់ខ្លួនប្រាណអ្នកណាឡើយតែគេជ្រើសរើសរៀបរាប់រឿងរ៉ាវស្ទើរតែរាល់ថ្ងៃឲ្យម្នាក់នឹងស្ដាប់ជ្រើសរើសបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនឲ្យម្នាក់នឹងដឹងហើយជ្រើសរើសការពារម្នាក់នឹងជាងគូជីវិតខ្លួនឯងបែបនេះបេះដូងរបស់គេនៅជាមួយយើងអត់សម្ព័ន្ធភាពដែលគ្មានការប៉ះពាល់រាងកាយតែមានភាពស្និទ្ធស្នាលផ្លូវអារម្មណ៍មានភាពល្អក់ល្អឿនផ្លូវចិត្តមានការយល់ពីគ្នាដឹងចិត្តគ្នានិងមានកន្លែងពិសេសសម្រាប់គ្នាទៅវិញទៅមកអ្វីទាំងអស់នេះហៅថាសហាយផ្លូវចិត្តសហាយផ្លូវចិត្តផាត់ក្បត់ផ្លូវអារម្មណ៍មិនមែនចាប់ផ្ដើមពីការចាប់ដៃតែចាប់ផ្ដើមពីការជ្រើសរើសនរណាម្នាក់ឲ្យចូលមកនៅកន្លែងដែលគួរទៅជារបស់គូជីវិតហើយអ្វីដែលកាន់តែគ្រោះថ្នាក់គឺវាត្រូវបានគេអធិប្បាយថាគ្រាន់តែជាមិត្តភក្តិនិយាយគ្នាធម្មតាអត់មានអីទេតែការពិតជាក់ស្ដែងសហាយផ្លូវចិត្តគឺជាជំដាកម្មដំបូងដែលធ្វើឲ្យបេះដូងដើរចេញពីគូជីវិតម្ដងមួយជំហានដែលគ្មានអ្នកណាចាប់ផ្លឹកហើយអ្នកឈឺចាប់បំផុតតែងតែមិនមែនអ្នកដែលចាកចេញទៅឡើយតែគឺអ្នកដែលនៅហើយមានអារម្មណ៍បន្តិចម្ដងថាខ្លួនឯងគ្មានកន្លែងឈរជើងក្នុងបេះដូងគេវីដេអូក្រោយយើងនឹងមកជជែកគ្នាថាហេតុអ្វីអ្នកខ្លះនិយាយថានៅមិនទាន់ប៉ះពាល់ខ្លួនប្រាណគ្នាស្មើនឹងមិនខុសហើយតើប្រយោគនេះកំពុងតែធ្វើបាបផ្លូវចិត្តអ្នកណាខ្លះឬអត់បើអ្នកនៅកន្លែងណាមួយតែមិនត្រូវបានជ្រើសរើសទីនេះគឺសម្លេងរបស់អ្នក Still here, unchosen.